សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិសាខាប្រចាំខែកុម្ភៈឆ្នាំ2026នឹងលើកទិសដៅបន្តនេះសប្តាហ៍កន្លងទៅនេះសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងបានរៀបចំនៅកិច្ចប្រជុំក្រុមប្រតិបត្តិសាខាប្រចាំខែកុម្ភៈឆ្នាំ2026នឹងលើកទិសដៅបន្តក្រោមវត្តមានឯកឧត្តមសុកភេងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្តដោយមានការអញ្ជើញចូលរួមពីលោកស្រីបណ្ឌិតនាយិកាសាខាខេត្តនិងមន្ត្រីក្រុមប្រតិបត្តិសាខាសរុបអ្នកចូលរួមចំនួន14រូបស្រីចំនួន6រូបនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងអ្នកកនុឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្តក៏បាននាំយកនៅប្រសាសន៍ប្រាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមសួនសុមាលិនប្រធានគណៈកម្មាធិការសាខាខេត្តពិសេសឯកឧត្តមអភិសិទ្ធិបណ្ឌិតសសុខាប្រធានកិត្តិយសសាខាខេត្តជូនដល់សមាជិកសមាជិកានៃអង្គប្រជុំកិច្ចប្រជុំមានរបៀបវិរៈ4ចំណុចដូចខាងក្រោមទី1មតិសំណេះសំណាលនិងបើកកិច្ចប្រជុំឯកឧត្តមប្រធានអង្គប្រជុំទី2ពិនិត្យនិងឆ្លងសកម្មភាពប្រចាំខែកុម្ភៈឆ្នាំ2026ទី3មតិចូលរួមទី4មតិបូកសរុបឯកឧត្តមប្រធានអង្គប្រជុំជាកិច្ចបញ្ចប់ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្តក៏បានមានមតិ5ផ្ញើសមាជិកសមាជិកាគណៈកម្មាធិការសាខាខេត្តសូមអនុវត្តតាមខ្លឹមសារនៃកិច្ចប្រជុំនិងសូមជូនពរដល់សមាជិកសមាជិកានៃកិច្ចប្រជុំដែលមានវត្តមាននៅទីនេះ